ខ្ញុំបានឃើញវីដេអូដែលបងស្រីម្នាក់គាត់បានបង្ហោះនៅក្នុង Facebook ដែលគាត់និយាយថាកូនរបស់គាត់មានអាយុទៅតែ9ឬក៏10ឆ្នាំទេដែលគាត់បានកើតនៅជំងឺទឹកនោមផ្អែមហើយត្រូវលាងឈាមនេះគឺជាដំណឹងដ៏អាក្រក់មួយដែលបងប្អូនទាំងអស់គ្នាមិនចង់ឮនោះទេដែលកាលពីថ្ងៃទី2ខែកក្កដាមន្ទីរពេទ្យគុណភបុប្ផានៅខេត្តសៀមរាបបានចេញសេចក្តីប្រកាសមួយទាក់ទងទៅនឹងការកើនឡើងនៃជំងឺទឹកនោមផ្អែមលើកុមារយ៉ាងហោចណាស់មានកុមារចំនួន700នាក់បានកើតនៅជំងឺទឹកនោមផ្អែមហើយភាគច្រើនគាត់មានអាយុចាប់ពី4ឆ្នាំរហូតដល់14ឆ្នាំខ្ញុំបានឃើញវីដេអូដែលបងស្រីម្នាក់គាត់បានបង្ហោះនៅក្នុង Facebook ដែលគាត់និយាយថាកូនរបស់គាត់មានអាយុទៅតែ9ឬក៏10ឆ្នាំទេដែលគាត់បានកើតនៅជំងឺទឹកនោមផ្អែមហើយត្រូវលាងឈាមនៅពេលដែលខ្ញុំឃើញរូបភាពបែបហ្នឹងខ្ញុំមានអារម្មណ៍ថាខ្ញុំខឹងទៅដល់អ្នកលក់នៅតាមសាលារៀនខ្លាំងមែនទែនដែលយើងដឹងហើយថាកុមារនៅតាមទីជនបទភាគច្រើនគាត់មិនមានលុយច្រើនសម្រាប់ទិញភេសជ្ជៈឬក៏ភេសជ្ជៈកំប៉ុងផ្អែមអីហ្នឹងទិញយកមកញ៉ាំនោះទេប៉ុន្តែអ្នកលក់គឺព្យាយាមយកភេសជ្ជៈមួយកំប៉ុងហ្នឹងមករំលែកជា1កែវ500ឬក៏1កែវ1000អីហ្នឹងដើម្បីលក់ឲ្យក្មេងទៀតយើងដឹងហើយថាភេសជ្ជៈផ្អែមគឺមានផ្ទុកនូវជាតិស្ករច្រើនខ្លាំងមែនទែននៅពេលដែលយើងញ៉ាំវាចូលទៅហើយយើងមិនបានបញ្ចេញនៅថាមពលឬក៏បញ្ចេញនៅពលកម្មនោះទេជាតិស្ករនឹងនៅពេញសរសៃឈាមយើងតែម្ដងដូចជាកុមារអញ្ចឹងនៅពេលដែលគាត់ញ៉ាំជាតិផ្អែមនឹងចូលទៅក្នុងរាងកាយហើយគាត់មិនបានធ្វើពលកម្មឬក៏មិនបានធ្វើលំហាត់ប្រាណឲ្យអស់នៅជាតិស្ករនៅក្នុងរាងកាយនឹងទេនោះជារឿយៗគាត់នឹងប្រឈមនៅជំងឺទឹកនោមផ្អែមនេះហើយខ្ញុំសូមអង្វរទៅកាន់បងប្អូនដែលជាអ្នកលក់នៅតាមសាលារៀនខ្លាំងមែនទែនបងប្អូនបើអាចបងប្អូនសូមមេត្តាកុំលក់ភេសជ្ជៈផ្អែមឲ្យកុមារអីយើងទុកឲ្យគាត់មានសុខភាពល្អដើម្បីធ្វើជាទំពាំងស្នងឫស្សីឬក៏ការពារទឹកដីការពារប្រទេសជាតិរបស់យើងផងបងប្អូនដឹងហើយថាបច្ចុប្បន្ននេះវាមានត្រឹមតែ700នាក់ទេប៉ុន្តែ5ឆ្នាំ6 7ឆ្នាំឬក៏10ឆ្នាំទៀតខ្ញុំគិតថាបើសិនជាជំងឺទឹកនោមផ្អែមនេះកាន់តែកើតឡើងខ្លាំងទៅនោះយើងប្រកាសជាបាត់បង់នៅធនធានមនុស្សឬក៏បាត់បង់នៅទំពាំងស្នងឫស្សីមួយចំនួនហើយបងប្អូនដែលជាអ្នកលក់នៅតាមសាលារៀនខ្ញុំគិតថាបងប្អូនប្រកាសជាមិនខ្វល់អំពីសុខភាពរបស់កុមារទេដោយសារតែមូលហេតុបងប្អូនគឺមិនទាន់ជួបនៅបញ្ហានេះដោយខ្លួនឯងផ្ទាល់នោះទេបងប្អូនបើសិនជាកូនបងប្អូនទាំងអស់គ្នាកើតនៅជំងឺទឹកនោមផ្អែមហើយមានផលប៉ះពាល់ខ្លាំងរហូតដល់ការលាងឈាមជាប្រចាំបើធ្ងន់ធ្ងរខ្លាំងមែនទែនគាត់អាចនឹងខូចកលៀនថែមទៀតផងបងប្អូននៅពេលដែលបងប្អូនជួបផ្ទាល់បែបនេះទៅបងប្អូនយល់ថាអារម្មណ៍យើងជាឪពុកម្ដាយគឺបែបណាមិនខ្វល់ថាបងប្អូនមានទ្រព្យសម្បត្តិរាប់លានឬក៏រាប់សែនដុល្លារប៉ុណ្ណាទេប៉ុន្តែសុខភាពបងប្អូនមិនអាចទិញដោយលុយបានទេដូច្នេះខ្ញុំសូមសំណូមពរទៅកាន់បងដែលជាអាជីវករគាត់លក់ចំណីអាហារឬក៏លក់នំឬក៏របស់ញ៉ាំអីនៅតាមសាលារៀនហ្នឹងសូមមេត្តាកុំលក់ភេសជ្ជៈផ្អែមឲ្យកុមារអីពីព្រោះថាភេសជ្ជៈផ្អែមនេះមួយគឺពិតជាប៉ះពាល់ទៅដល់សុខភាពរបស់ក្មេងខ្លាំងមែនទែនសម្រាប់បងប្អូនដែលចង់ទិញកាមេរ៉ាសម្រាប់ថតរូបនិងថតវីដេអូបងប្អូនអាចតាក់ទងទិញតាមរយៈហាងលក់កាមេរ៉ាល្អមែនដែលមានលេខទូរស័ព្ទ070 219 345